គួរឲ្យចាប់អារម្មណ៍ខ្ញុំសូមអានសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលក្រៅប្រទេសនេះដែលមានខ្លឹមសារទាំងស្រុងដូចតទៅហើយខ្ញុំនឹងសង្កេតវិភាគចំណុចខ្លះៗតាក់ទងនឹងជំហររបស់គាត់សេចក្តីប្រកាសព័ត៌មានស្តីអំពីការដាក់បណ្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC រដ្ឋាភិបាលកម្ពុជាឯករាជ្យ$23សូមជម្រាបជូនប្រជាពលរដ្ឋខ្មែរបណ្ដាញសារព័ត៌មានជាតិនិងអន្តរជាតិនឹងឲ្យបានជ្រាបថានៅថ្ងៃទី4ខែកុម្ភៈឆ្នាំ2026យើងបានដាក់ពាក្យបណ្ដឹងជាផ្លូវការទៅតុលាការព្រហ្មទណ្ឌអន្តរជាតិហើយដើម្បីរកយុត្តិធម៌និងការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋខ្មែរនិងជនស៊ីវិលទូទៅដែលរងគ្រោះពីការវាយប្រហារតាមអាកាសនិងកំភ្លើងធំរបស់កងទ័ពថៃលើទឹកដីប្រទេសកម្ពុជាហើយនឹងទៅលើមជ្ឈដ្ឋានសំទោសទៅលើមជ្ឈមណ្ឌលឆបោកកម្ពុជាដោយបណ្ដាលឲ្យគ្រោះថ្នាក់ជនស៊ីវិលដែលត្រូវបានឃុំខ្លួននៅក្នុងទីតាំងទាំងនោះនេះគឺជាអកតកម្មអន្តរជាតិធ្ងន់ធ្ងរសេចក្តីប្រកាសព័ត៌មាននេះបន្តទៀតថាយើងដាក់ពាក្យបណ្ដឹងនេះទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិតាមរយៈមេធាវីអន្តរជាតិដែលជាតំណាងរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23បណ្ដឹងរបស់យើងដាក់ជាការទទួលខុសត្រូវលើឈ្មោះភាគី2គឺរដ្ឋាភិបាលថៃនិងរដ្ឋាភិបាលលោកហ៊ុនម៉ាណែតរដ្ឋាភិបាលនិងកងទ័ពថៃទទួលខុសត្រូវលើអកតកម្មដែលបានប្រព្រឹត្តដោយកងកម្លាំងថៃដូចជាការវាយប្រហារលើគោលដៅជនស៊ីវិលនិងទៅលើគោលដៅយោធាដែលបង្កការខូចខាតដល់ជនស៊ីវិលច្រើនលើសលប់កងទ័ពថៃសុទ្ធតែបានដឹងជាមុនហើយនៅវត្តមានជនស៊ីវិលដែលត្រូវបានជួញដូរនិងឃុំខ្លួននៅក្នុងមជ្ឈមណ្ឌលឆបោកទាំងឡាយនៅក្នុងទឹកដីប្រទេសកម្ពុជាដែលកងទ័ពថៃវាយប្រហារនោះកងទ័ពថៃទទួលខុសត្រូវលើការប្រើអាវុធធុនធ្ងន់គ្រាប់បែកចង្កោមនិងអាវុធគីមីដែលបំពានអនុសញ្ញាអន្តរជាតិដែលបានបង្កមហន្តរាយយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតនិងសុខភាពរបស់កងទ័ពកម្ពុជានិងជនស៊ីវិលរួមទាំងកុមារផងហើយនឹងបំផ្លិចបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរអគារសាធារណៈសាលារៀនមន្ទីរពេទ្យនិងប្រាសាទបុរាណខ្មែរដូចជាប្រាសាទព្រះវិហារនិងប្រាសាទតាក្របីជាដើមបាទរីឯរដ្ឋាភិបាលលោកហ៊ុនម៉ាណែតវិញទទួលខុសត្រូវផ្នែកអកតកម្មលើជនស៊ីវិលដែរដែលត្រូវបានជួញដូរនិងឃុំខ្លួននៅក្នុងមជ្ឈមណ្ឌលឆបោកក្រោមការការពារដោយរដ្ឋដោយមូលហេតុទុកឲ្យពួកគេប្រឈមនឹងការបំផ្ទុះគ្រាប់បែកខុសច្បាប់ហើយបើទោះបីជាបានដឹងអំពីការវាយប្រហាររបស់កងទ័ពថៃក្តីក៏រដ្ឋាភិបាលលោកហ៊ុនម៉ាណែតមិនបានជំលះជនស៊ីវិលទាំងនោះចេញពីមជ្ឈមណ្ឌលឆបោកនោះឡើយក្រៅពីជាប់ពាក់ព័ន្ធនឹងបណ្ដាញអកតកម្មឆបោកនៅកម្ពុជារដ្ឋាភិបាលលោកហ៊ុនម៉ាណែតថែមទាំងបានអនុញ្ញាតឲ្យប្រើប្រាស់ជនស៊ីវិលជាខែលមនុស្សសូម្បីតែក្នុងអំឡុងការបំផ្ទុះគ្រាប់បែកលន់សូសន្ធឹកក៏ក្រាក់ធរណីបើជាចុងក្រោយគឺប្រជាពលរដ្ឋខ្មែរបណ្ដាញសារព័ត៌មានជាតិនិងអន្តរជាតិនិងសហគមន៍អន្តរជាតិអាចស្វែងរកព័ត៌មានបន្ថែមអំពីបណ្ដឹងនេះនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលកម្ពុជាឯករាជ្យ$23កាលពីថ្ងៃទី29ខែធ្នូឆ្នាំ2025បាទធ្វើនៅទីក្រុងប៉ារីប្រទេសបារាំងឆ្នាំ2026គឺថ្ងៃទី4ខែកុម្ភៈនេះបាទតាមពិតបណ្ដឹងរបស់ខាងរដ្ឋាភិបាលក្រៅប្រទេសនេះចំពោះខ្ញុំមិនភ្ញាក់ផ្អើលអីប្រហែលដែរទេព្រោះគាត់បានសច្ចាថានឹងដាក់ពាក្យប្តឹងនេះទៅតុលាការព្រហ្មទណ្ឌអន្តរជាតិនេះយូរដែរហើយគឺតាំងពីចាប់ផ្ដើមដំបូងដោយសារពួកគាត់ថាប្រមូលព័ត៌មានប្រមូលអីហើយបើតាមអ្វីដែលលោកអ៊ុំសំអានដែលជាមន្ត្រីកិច្ចការព្រំដែនរបស់រដ្ឋាភិបាលក្រៅប្រទេសនេះបានប្រាប់កាលពីទស្សនកិច្ចរបស់គាត់មកកាន់ទីក្រុងឡុងប៊ិចនៅឯវត្តខ្មែរកម្ពុជាក្រោមកាលពី2សប្តាហ៍មុនឬ3សប្តាហ៍មុននោះលោកបានបញ្ជាក់ថាជំហានដំបូងគឺនៅចុងខែមករានឹងដាក់ពាក្យប្តឹងឥឡូវនេះគឺចុងខែមករាដើមខែកុម្ភៈមិនជាឆ្ងាយគ្នាប្រហែលទេតាមការសន្យារបស់គាត់គឺប្រហាក់ប្រហែលប៉ុណ្ណឹងមែនគឺគាត់បានដាក់ពាក្យប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នេះមែនហើយគាត់បានសន្យាទៀតថាក្រោយពីដាក់ពាក្យប្តឹងទៅតុលាការអន្តរជាតិ ICC នេះគឺនឹងដាក់ពាក្យប្តឹងមួយទៀតទៅតុលាការព្រហ្មទណ្ឌយុត្តិធម៌អន្តរជាតិ ICJ អាចត្រូវការពេលវេលាឬយ៉ាងម៉េចយើងអត់ទាន់ដឹងក៏ប៉ុន្តែខ្ញុំជឿថាដាក់ពាក្យប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ស្រួលជាងដាក់ពាក្យទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ហេតុអីបើខ្ញុំថាស្រួលជាងគឺដោយសារតែតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នេះគេកាត់ទោសបុគ្គលបានន័យថាកាត់ទោសមេដឹកនាំខ្មែរឬក៏មេដឹកនាំថៃមេយោធាខ្មែរមេយោធាថៃអ្នកដឹកនាំហ្នឹងគឺជាលក្ខណៈបុគ្គលហើយនៅក្នុងច្បាប់របស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នេះអ្នកណាក៏ដាក់ពាក្យបានដែរបុគ្គលក៏បានម្នាក់ក៏បានក្រុមហ៊ុនក៏បានអង្គការក៏បានរដ្ឋាភិបាលក៏បានគឺរដ្ឋអាជ្ញានៃតុលាការនេះទទួលយកពាក្យបណ្ដឹងទាំងអស់យកទៅចាត់ការប្រមូលភស្តុតាងនិងស៊ើបអង្កេតទៅដូច្នេះនៅក្នុងយន្តការឬក៏ក្របខ័ណ្ឌឬក៏វិធីដាក់ពាក្យប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នេះមិនស្មុគស្មាញទេក៏ប៉ុន្តែកម្ពុជាខ្លួនឯងទេដែលធ្វើឲ្យស្មុគស្មាញគឺមិនទាន់ដាក់បានបណ្ដឹងសោះក៏ប៉ុន្តែអាការដាក់ពាក្យទៅតុលាការព្រហ្មទណ្ឌអន្តរជាតិនេះយើងឃើញថាមិនមែនតែតុលាការរដ្ឋាភិបាលក្រៅប្រទេសនេះយើងឃើញលោកមូនពេជ្រក៏បានប្រមូលស្នាមមេដៃរបស់ប្រជាពលរដ្ឋជាង100,000នាក់ដែរបានដាក់ប្តឹងទៅតុលាការយុត្តិធម៌សំទោសព្រហ្មទណ្ឌអន្តរជាតិនេះមុននឹងតុលាការសំទោសមុនរដ្ឋាភិបាលក្រៅប្រទេសនេះកាលពីប្រហែលមួយខែមុនម្លេះហើយឮថាខាងរដ្ឋអាជ្ញាគេបានទទួលពាក្យប្តឹងនឹងទៅហើយកំពុងតែយកទៅពិនិត្យអីចឹងតែឥឡូវនេះរដ្ឋាភិបាលក្រៅប្រទេសដាក់ពាក្យប្តឹងខ្ញុំថាអ្នកដាក់ពាក្យប្តឹងប្រមាណក៏បានដែរទៅតុលាការ
ព្រមត្តអន្តរជាតិដូចខ្ញុំជម្រាបចឹងអត់មានកម្រិតចំនួនអ្នកដាក់ហើយអត់មានកម្រិតថាអ្នកណាដាក់បានឬដាក់មិនបានទេដូច្នេះរឿងនេះងាយយល់ទេខ្ញុំបញ្យល់បងប្អូនច្រើនដងហើយអង្គការសង្គមស៊ីវិលក៏ដាក់បានប្រជាពលរដ្ឋក៏ដាក់បានរដ្ឋាភិបាលក៏ដាក់បានប៉ុន្តែបណ្ដឹងនេះគឺប្តឹងតែទៅលើបុគ្គលពាក់ព័ន្ធទេមិនមែនប្តឹងប្រទេសនឹងប្រទេសទេបណ្ដឹងរបស់រដ្ឋាភិបាលក្រៅប្រទេសនេះប្តឹងរឿងពីរគឺប្តឹងទៅរដ្ឋាភិបាលថៃប៉ុន្តែមិនបានទាន់រៀបរាប់លម្អិតថាតើប្តឹងមេតបថៃឲ្យទទួលទោសប្តឹងនាយករដ្ឋមន្ត្រីចាំផ្ទះថៃលោកអនុទិនច័ន្ទវរៈគុលឬក៏អ្នកណាឲ្យទទួលទោសយើងអត់ទាន់ដឹងចាំមើលព័ត៌មានលម្អិតពីបណ្ដឹងរបស់គាត់ចំណែកឯបណ្ដឹងរបស់តុលាការរដ្ឋាភិបាលក្រៅប្រទេសនេះក៏ប្តឹងរដ្ឋាភិបាលលោកហ៊ុនម៉ាណែតមិនដឹងថាប្តឹងលោកហ៊ុនម៉ាណែតឬក៏លោកហ៊ុនសែនឬក៏មន្ត្រីយោធាកម្ពុជាណាដែលមានឈ្មោះជាបុគ្គលយើងអត់ទាន់ដឹងអំពីព័ត៌មានលម្អិតនេះដែរចាំមើលនឹងបានព័ត៌មានលម្អិតអីពីពួកគាត់ទៀតព្រោះអីដាក់ប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិគឺជាការដាក់ប្តឹងបុគ្គលមិនមែនប្តឹងប្រទេសទេព្រោះអីវាជាអកតកម្មប្រឆាំងមនុស្សជាតិដែលទទួលខុសត្រូវដោយបុគ្គលអកតកម្មសង្គ្រាមក៏ទទួលខុសត្រូវដោយមេបញ្ជាការដោយអ្នកបញ្ជាហើយតុលាការនេះមានយុត្តាធិការកាត់ទោសបុគ្គលអត់កាត់ទោសប្រទេសទេតុលាការព្រហ្មទណ្ឌអន្តរជាតិកាត់ទោសបុគ្គលអញ្ចឹងយើងចាំមើលថាតើរដ្ឋាភិបាលក្រៅប្រទេសនឹងបង្ហាញឈ្មោះថាតើមេដឹកនាំកម្ពុជាចោទលោកហ៊ុនម៉ាណែតនិងលោកហ៊ុនសែននេះចោទពីបទយើងឃើញហើយថាបើកបនលបែងរកស៊ីខុសច្បាប់ហើយដល់ពេលថៃវាយសន្ធាប់មកគឺអត់ព្រមចលះប្រជាពលរដ្ឋចេញពីអាគារហ្នឹងទុកឲ្យថៃផ្លោមគ្រាប់ដាក់អីអញ្ចឹងយកប្រជាពលរដ្ឋជាខែលហើយអាហ្នឹងគឺគាត់ចាប់ការទទួលខុសត្រូវរបស់រដ្ឋាភិបាលកម្ពុជាមួយផ្នែកដែរពីរឿងការឆបោកអនឡាញនិងយកប្រជាពលរដ្ឋស៊ីវិលជាខែលហើយអញ្ចឹងប៉ុន្តែគាត់ប្តឹងខាងអាជ្ញាធរថៃពីរឿងច្រើនរឿងដឹងហើយបងប្អូនអក្រិតកម្មប្រឆាំងមនុស្សជាតិអក្រិតកម្មសង្គ្រាមឈ្លានពានអីលក្ខណៈអីហ្នឹងគឺសមហេតុសមផលតែឥឡូវនេះខ្ញុំស្លេះរឿងនេះសំប៉ុណ្ណេះសិនចុះរឿងតុលាការយុត្តិធម៌អន្តរជាតិប្តឹងនេះគឺរបស់តុលាការណាសំទោសរដ្ឋាភិបាលក្រៅប្រទេសនេះគឺគាត់ប្តឹងបានតែករណីបទល្មើសដែលថៃបំពានអធិបតេយ្យសំទោសរំលោភបំពានសម្រាប់ប្រជាពលរដ្ឋខ្មែរធ្វើឲ្យខ្លោចផ្សាទេក៏ប៉ុន្តែតកតងនឹងការទាមទារទឹកដីខ្មែរមកវិញដែលថៃឈ្លានពានទាំង40កន្លែងជាងទោះបីរដ្ឋាភិបាលកម្ពុជាអះអាងថាមានតែ14ទីតាំងនឹងក៏ដោយហ្នឹងគឺអត់ទាន់បានដាក់ពាក្យប្តឹងទេអញ្ចឹងបានន័យថាបណ្ដឹងនេះគឺប្តឹងពីរឿងបទអក្រិតសម្រាប់ប្រជាពលរដ្ឋអត់មែនជាការទាមទារទឹកដីមកវិញនៅឡើយទេអញ្ចឹងអ្វីដែលរដ្ឋាភិបាលក្រៅប្រទេសនេះអះអាងថាចាំដល់ពេលដាក់បណ្ដឹងនេះហើយចាំនឹងរៀបចំបណ្ដឹងរឿងទាមទារទឹកដីមកវិញក៏ប៉ុន្តែខ្ញុំសូមជម្រាបបងប្អូនចេះរឿងបណ្ដឹងទាមទារទឹកដីនេះព្រោះដូចខ្ញុំនិយាយចឹងថាបើដាក់ពាក្យបណ្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិអត់ពិបាកដាក់ទេព្រោះដោយសារអីគឺកម្ពុជាជាសមាជិករបស់តុលាការព្រហ្មទណ្ឌអន្តរជាតិហើយភាគីណាដាក់ក៏បានដែរប្រជាពលរដ្ឋដាក់ក៏បានអង្គការសង្គមស៊ីវិលដាក់ក៏បានរដ្ឋាភិបាលដាក់ក៏បានផ្ទុយទៅវិញតុលាការយុត្តិធម៌អន្តរជាតិ ICJ មិនមានយុត្តាធិការទូលាយបែបហ្នឹងទេដែនសមត្ថកិច្ចរបស់គេតាក់ទងពីបណ្ដឹងដែលអាចដាក់បានគឺទាល់តែរដ្ឋាភិបាលជាម្ចាស់ផ្ទះអ្នកដាក់នេះរឿងខ្ទាស់នៅកន្លែងហ្នឹងបងប្អូនអារឿងហ្នឹងហើយដែលខ្ញុំប្រាប់បងប្អូនយើងទៅហើយជេរខ្ញុំថាខ្ញុំប្រៀបធៀបរដ្ឋាភិបាលកម្ពុជាដូចសត្វឆ្កែដែលនៅក្នុងស្នឹមចម្បាំងមិនឲ្យគោមិនឲ្យសេះស៊ីស្មៅបានថាហេតុអីមិនយករឿងអីយកមកប្រៀបធៀបជាមួយនឹងសត្វអីផ្សេងទៅប្រៀបធៀបជាមួយសត្វឆ្កែយកប្រទេសយើងប្រៀបធៀបជាមួយសត្វឆ្កែអញ្ចឹងវាមិនសមទេវាថោកខ្ញុំអត់បានមើលងាយជាតិសាសកម្ពុជាទេម្ដងទៀតបងប្អូនសុំកុំឲ្យខ្ញុំបញ្យល់ដដែលពេកសាក់ប្រឹងយល់ខ្លះមើលហើយវាសាមញ្ញពេកហើយគ្រាន់តែប្រៀបធៀបហ្នឹងគឺវាមានសុភាសិតមួយដែលនិយាយថាកុំធ្វើខ្លួនឲ្យទៅដូចជាសត្វឆ្កែទៅដេកននាលនៅក្នុងស្នឹមចម្បាំងធ្វើឲ្យគោនិងសេះមិនអាចស៊ីស្មៅឬស៊ីចម្បាំងនឹងបានព្រោះអីឆ្កែបើស៊ីអាហ្នឹងអត់បានអញ្ចឹងមិនបានន័យថាជាសត្វឆ្កែទេតែកុំធ្វើឲ្យជាឆ្អឹងទៅតឹងករៅឆានមិនឲ្យគេធ្វើអីបានអញ្ចឹងឥឡូវនេះរដ្ឋាភិបាលកម្ពុជាមានសិទ្ធិស្របច្បាប់ដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិដើម្បីប្តឹងទាមទារដែនអធិបតេយ្យរបស់កម្ពុជាយើងពីថៃមកវិញតែរដ្ឋាភិបាលកម្ពុជាអត់ដាក់ហើយអ្នកណាផ្សេងក៏ដាក់អត់បានដែរហើយខ្ញុំនិយាយដូច្នេះហេតុអីបានជាអ្នកណាផ្សេងក៏ដាក់បានព្រោះតុលាការយុត្តិធម៌អន្តរជាតិអត់ទទួលបណ្ដឹងពីបុគ្គលអត់ទទួលបណ្ដឹងពីអង្គការអត់ទទួលបណ្ដឹងពីស្ថាប័នណាទាំងអស់លើកលែងតែពីប្រទេសសម័យដែលជារដ្ឋភាគីនៃកិច្ចព្រមព្រៀងឬលក្ខន្តិកៈក្រុងរ៉ូមរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ នេះហើយនៅក្នុងនេះគឺកម្ពុជាគឺជាប្រទេសហត្ថលេខីហើយជាអ្នកដែលចុះហត្ថលេខាទទួលស្គាល់សន្ធិសញ្ញាឬក៏ទទួលស្គាល់ច្បាប់ដែលប្រើប្រាស់នៅតុលាការនេះជាសមាជិករបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ នេះហើយជារដ្ឋាភិបាលដែលគេទទួលស្គាល់ដែរដូច្នេះរដ្ឋាភិបាលកម្ពុជាគឺជាស្ថាប័នតែមួយគត់នៅប្រទេសកម្ពុជាដែលមានសិទ្ធិគ្រប់គ្រាន់ 100% ត្រូវតាមច្បាប់តាមទម្លាប់តាមអីទាំងអស់
ដើម្បីដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនេះជំនួសឲ្យប្រជាពលរដ្ឋទាំង17លាននាក់ដែលគ្មានអ្នកណាអាចដាក់ជំនួសបានទេកុំថាឡើយប្រមូលស្នាមមេដៃបានទាំង17លាននាក់ក៏អាចដាក់ជំនួសរដ្ឋាភិបាលកម្ពុជាបានដែរវាទាល់តែជាស្ថាប័នរដ្ឋាភិបាលទើបដាក់បានហើយរដ្ឋាភិបាលនោះគឺទាល់តែជារដ្ឋាភិបាលដែលជាសមាជិករបស់អង្គការសហប្រជាជាតិសំទោសសមាជិករបស់តុលាការ ICJ នេះទៀតដូច្នេះចង់បាននិយាយម្ដងទៀតកម្ពុជាមានសិទ្ធិគ្រប់គ្រាន់ជាសមាជិករដ្ឋាភិបាលពេញសិទ្ធិលក្ខនឹងលក្ខប្រជាពលរដ្ឋខ្លះមិនទទួលស្គាល់រឿងមួយយ៉ាងប៉ុន្តែរឿងរដ្ឋាភិបាលបានបើកមកមានហេដ្ឋារចនាសម្ព័ន្ធដឹកនាំរដ្ឋអីមានទូតមានអីអញ្ចឹងទៅប្រជុំនៅអង្គការសហប្រជាជាតិដូច្នេះក្នុងកម្រិតនេះគេចាត់ទុកថារដ្ឋាភិបាលនេះមានភាពស្របច្បាប់មួយគឺនៅក្នុងការដែលជាអាចដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនេះបានប៉ុន្តែកម្ពុជាជ្រើសរើសមិនដាក់ពាក្យប្តឹងហើយប្រជាពលរដ្ឋខ្មែរទាំង17លាននាក់មិនអាចដាក់ពាក្យប្តឹងបានតើនេះឬដែលមិនឲ្យខ្ញុំប្រៀបធៀបកម្ពុជាទៅនឹងសត្វសំណក់នោះព្រោះឥឡូវខ្លួនដាក់ពាក្យបានមានសិទ្ធិគ្រប់គ្រាន់គ្មាននរណាម្នាក់ដាក់ជំនួសបានប្រជាពលរដ្ឋក្តៅក្រហាយខូចចិត្តខកចិត្តចង់កើតជំងឺ stress នៅក្នុងខ្លួនហេតុអីបានរដ្ឋាភិបាលមិនដាក់ប្តឹងទាដីខ្មែរពីថៃវិញហើយទៅរករឿងអ្នកដាក់ទៀតតើខ្ញុំឲ្យប្រៀបធៀបរដ្ឋាភិបាលទៅអីបើសិនសុភាសិតគេនិយាយចឹងថាសត្វសំណក់ដែលនៅក្នុងស្រឹមច្បើងគឺអត់ស៊ីច្បើងបានហើយទៅខ្លួនស៊ីមិនបានអាគេផ្សេងក៏ស៊ីមិនបាននេះដែលខ្ញុំបញ្យល់នោះគឺខ្ញុំចង់និយាយអញ្ចឹងមិនមែនប្រៀបធៀបប្រទេសយើងទៅសត្វធាតុទេគឺប្រទេសយើងមានសិទ្ធិគ្រប់គ្រាន់ដាក់តែមិនដាក់តែធ្វើឲ្យស្ទះដល់ការដាក់ពាក្យប្តឹងដែលប្រជាពលរដ្ឋចង់ដាក់ដើម្បីទាដីថៃមកវិញអានេះហើយដែលជាបញ្ហាតើចោះឥឡូវសួរអញ្ចឹងថាបើសិនជារដ្ឋាភិបាលកម្ពុជាដែលមានសិទ្ធិស្របច្បាប់អត់ដាក់ចោះរដ្ឋាភិបាលក្រៅប្រទេសដាក់បានអត់នេះគឺជារឿងមួយដែលខ្ញុំធ្លាប់បកស្រាយរួចទៅហើយថាគាត់អាចប្រមូលទៅព្រោះអីធ្វើម៉េចដើម្បីឲ្យមានក្របខ័ណ្ឌជាយន្តការរដ្ឋាភិបាលព្រោះបើយើងជាអង្គការសង្គមស៊ីវិលឯករាជ្យអី100អង្គការ1លានអង្គការក៏គ្មានតុលាការយុត្តិធម៌អន្តរជាតិទទួលសំណុំរឿងនេះដែរតែបើបង្កើតទៅជាអង្គការស្ថាប័នឬក៏រដ្ឋាភិបាលឱកាសនៅក្នុងការដាក់គឺវាមានភាពស្របច្បាប់មួយត្រង់ន័យថាយើងបំពេញគ្រប់នីតិវិធីគេជារដ្ឋាភិបាលតែប៉ុណ្្នឹងឯងប៉ុន្តែសំណួរសួរថាតើមានអ្នកណាទទួលស្គាល់រដ្ឋាភិបាលក្រៅប្រទេសនេះអង្គការសហជីវជាតិទទួលស្គាល់តុលាការយុត្តិធម៌អន្តរជាតិនឹងទទួលស្គាល់វាអត់ទាន់មានទេនៅពេលដែលអត់មានអង្គការសហប្រជាជាតិទទួលស្គាល់រដ្ឋាភិបាលក្រៅប្រទេសហើយមិនមានតុលាការទទួលស្គាល់អង្គការនេះឬក៏តុលាការនេះរដ្ឋាភិបាលនេះអញ្ចឹងបងប្អូនគិតថាគាត់អត់មានសិទ្ធិដាក់ពាក្យប្តឹងនេះមិនអញ្ចឹងហ៎បើនៅក្នុងបច្ចេកទេសច្បាប់បើយើងស្ដាប់ទៅគឺលំបាកខ្លាំងសម្រាប់រដ្ឋាភិបាលក្រៅប្រទេសនេះអញ្ចឹងហើយបានជាយើងតែងតែឮលោកសុអ៊ុំសំអានថ្ងៃមុនសំពះអង្វរសូមឲ្យលោកហ៊ុនម៉ាណែតចុះចេញពីតំណែងទៅបើសិនជាលោកមិនដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនេះព្រោះអីមានតែរដ្ឋាភិបាលកម្ពុជានឹងតែដែលមានសិទ្ធិស្របច្បាប់ហើយបើអត់ព្រមធ្វើប្រជាពលរដ្ឋចង់ដាក់ហេតុអីបើអត់ដាក់អញ្ចឹងមានតែចុះចេញទៅទុកឲ្យរដ្ឋាភិបាលថ្មីដែលដឹកនាំប្រទេសហ្នឹងគឺគេដាក់បើយើងមិនដាក់អាហ្នឹងគាត់អង្វររហូតដល់សំពះទៀតខ្ញុំឃើញដែរហើយខ្ញុំឃើញការលំបាកប៉ុន្តែមិនមែនបានន័យថាមិនអាចទៅរួចទេន័យនេះក្នុងន័យអញ្ចេះរដ្ឋាភិបាលមួយគឺតំណាងឲ្យប្រជាជាតិមួយទាំង17លាននាក់ក៏ប៉ុន្តែបើរដ្ឋាភិបាលមួយចាប់ផ្ដើមមិនតំណាងឲ្យប្រជាពលរដ្ឋសម្លេងប្រជាពលរដ្ឋស្រែកក៏ក្រើកផែនពោះសទាឲ្យអត់ស្ដាប់ប៉ុន្តែសុកចិត្តធ្វើឲ្យខ្លាយទៅជាសត្វសំណក់នៅក្នុងស្នឹមច្បើងស៊ីច្បើងមិនបានតែមិនឲ្យសេះមិនឲ្យគោស៊ីបានអានឹងហើយដែលធ្វើឲ្យមានភាពស្របច្បាប់ដល់រដ្ឋាភិបាលក្រៅប្រទេសនេះព្រោះអីគេនឹងអាចយកហេតុផលមួយថាតាមពិតគេចង់ឲ្យរដ្ឋាភិបាលដែលអះអាងថាខ្លួនស្របច្បាប់នឹងដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិដើម្បីប្តឹងថៃយកដីមកវិញតែប៉ុន្តែគេមិនធ្វើបើគេមិនធ្វើមានអីប្រជាពលរដ្ឋកម្ពុជាទាំង17លាននាក់ដាក់ពាក្យប្តឹងក៏តុលាការយុត្តិធម៌អន្តរជាតិអត់ទទួលដែរដូច្នេះមានតែបង្កើតឲ្យមានរដ្ឋាភិបាលក្រៅប្រទេសមួយជាទម្រង់រដ្ឋាភិបាលឲ្យដូចជាស្រមោលប្រហាក់ប្រហែលគ្នាដើម្បីដាក់ហើយក្នុងការដាក់នេះគឺយើងឃើញទៀតរដ្ឋាភិបាលក្រៅប្រទេសនេះមិនមែនចង់ដាក់ដោយខ្លួនឯងដោយឯកឯងដោយអត់មានការពិគ្រោះជាមួយរដ្ឋាភិបាលក្នុងប្រទេសឯណាតែរដ្ឋាភិបាលក្នុងប្រទេសនេះឮសូរពួកគាត់ទុកពេលថាត្រូវប្តឹងបើអត់ប្តឹងយើងបាត់ដីអីអញ្ចឹងតែមិនព្រមធ្វើតាមដូច្នេះពួកគាត់នៅគិតថាបើមិនព្រមធ្វើតាមទុកឲ្យគាត់រកលទ្ធភាពបង្កើតរដ្ឋាភិបាលនេះក្នុងនាមជារដ្ឋាភិបាលអាចនឹងមានសិទ្ធិដាក់ពាក្យប្តឹងអីអញ្ចឹងទៅគេទទួលមិនទទួលអានឹងជារឿងមួយទៀតនិយាយឲ្យស្មោះទៅមែនតើគឺរដ្ឋាភិបាលក្រៅប្រទេសនេះគ្នាប្រឹងដែរដើម្បីដានអធិបតេយ្យយកដីមកវិញសោះហ្នឹងបើយើងគិតមើលនាំគ្នាជេរបចោលបន្តិចបដាសាគាត់ហ្នឹងតើអស់លោកគិតថាគាត់ធ្វើដើម្បីអីដើម្បីកេងចំណេញនយោបាយអីខ្ញុំអត់ខ្វល់ទេប៉ុន្តែគាត់ចង់ឲ្យមានភាពស្របច្បាប់មួយក្នុងនាមជារដ្ឋាភិបាលបានដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិទាមទារដីយើងមកវិញបានព្រោះបើមិនទៅក្នុងនាមរដ្ឋាភិបាលទេគឺមិនដូចបណ្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិឯណាដែលអាចដាក់ក្នុងនាមបុគ្គលបានអត់ចាំបាច់សុំច្បាប់ឬក៏សុំឲ្យការយល់ព្រមពីរដ្ឋាភិបាលកម្ពុជាឬរឿងទៅ ICC ប៉ុន្តែបើទៅ ICJ វាទាល់តែមានកម្រិតជារដ្ឋាភិបាលបែបនេះដូច្នេះឥឡូវរដ្ឋាភិបាលកម្ពុជានៅពេលដែលអត់ដាក់ពាក្យប្តឹងទៅ ICJ វាធ្វើឲ្យមានការលំបាកប្រជាពលរដ្ឋខ្មែរទូទៅដាក់អត់បាន
ចឹងមានតែផ្ញើវាសនាទៅលើរដ្ឋាភិបាលក្រៅប្រទេសថាតើគាត់ដាក់បានឬមិនបានចុះបើមិនព្យាយាមអីសោះតើវាបានអីព្រោះឥឡូវហ្នឹងវាអត់ហើយហ្នឹងសត្វឆ្កែវាដេកនៅក្នុងស្នឹមច្បើងហ្នឹងហើយយើងនេះជាគោជាកបីជាសេះដែលត្រូវស៊ីអាសត្វស្រូវស៊ីស្រូវហ្នឹងយើងស៊ីអត់បានអញ្ចឹងវាមិនដាច់ពោះងាប់ហើយយើងនៅចាំមើលឲ្យឆ្កែដើរចេញឬក៏យើងត្រូវតែបង្កើតឲ្យវាមានស្រូវមានសលៃឬក៏មានស្មៅមានអីដែលយើងនាំគ្នាអាចទទួលទានបានឬក៏ហូបបានស៊ីបានជាសត្វដូចគ្នាទីហោះអញ្ចឹងបើយើងប្រៀបធៀបខ្ញុំថាខ្ញុំក៏ដូចសត្វសេះដូចសត្វគោបងប្អូននឹងថាកុំប្រៀបធៀបខ្លួនឯងដូចសត្វគោសត្វសេះអញ្ចឹងមិនត្រឹមត្រូវទេយកប្រជាពលរដ្ឋផ្សេងទៀតទៅប្រៀបធៀបសត្វគោសត្វសេះវាជាឧទាហរណ៍ក្នុងរឿងហ្នឹងស្ថានភាពហ្នឹងវាអញ្ចឹងបាទឥឡូវនេះយើងចាំមើលបន្តទៅទៀតបងប្អូនតែយ៉ាងណាខ្ញុំសាទររដ្ឋាភិបាលក្រៅប្រទេសដែលដាក់បណ្ដឹងទៅរដ្ឋាភិបាលទៅតុលាការអន្តរជាតិនេះហើយប៉ុន្តែដំណើរការនេះវានៅវែងឆ្ងាយយ៉ាងណាត្រូវការលុយកាក់ច្រើនជួលមេធាវីបរទេសដែលជាជនជាតិអង់គ្លេសលោក Richard Rogers ដែលតាមមន្ត្រីទាំងអស់នេះបានថាពិគ្រោះជាមួយគាត់មានឱកាសថ្ងៃណាមួយខ្ញុំនឹងសម្ភាសលោក Richard Rogers ដើម្បីបានដឹងស៊ីជម្រៅរឿងនេះក៏ប៉ុន្តែរឿងតុលាការព្រមទាំងអន្តរជាតិអត់មានប្របាកដាក់បណ្ដឹងទេប្របាកតែរឿងមួយតើកម្ពុជាពលរដ្ឋខ្មែរនៅក្រៅប្រទេសហ្នឹងអាចរៃលុយគ្នាយ៉ាងម៉េចដើម្បីជួលមេធាវីហ្នឹងដើម្បីឲ្យរឿងហ្នឹងអាចនៅបន្តបានព្រោះអីប្រជាពលរដ្ឋនៅក្រៅប្រទេសខុសពីរដ្ឋាភិបាលកម្ពុជាដែលយកលុយរដ្ឋយកទៅបណ្ដឹងបានណាឬក៏មិនអស់លុយផងជួលមេធាវីរដ្ឋាភិបាលមានលុយប៉ុន្តែមន្ត្រីក្រៅរដ្ឋាភិបាលនេះគឺត្រូវលុយកប៉ៅឯងសុទ្ធសាធគឺជារឿងស្ម័គ្រចិត្តអញ្ចឹងប្រជាពលរដ្ឋហ្នឹងចាប់ផ្ដើមដាក់មកកាក់ម៉ាស៊ីន$10 $20ឲ្យចាំមើលក្រុមអាមីអាថោងដែលខុសសនិករបស់គណៈបព្វជិជនកម្ពុជានិងរដ្ឋាភិបាលកម្ពុជាឡើងមកគេថាស្រោមសវត្តទៀតប្រមូលលុយទៀតឱកាសគេហៅអីប្រមូលលៀបសការៈអីទៀតអត់ជួយជំរុញគ្នាទេរដ្ឋាភិបាលខ្លួនឯងអត់ជំរុញឲ្យដាក់ពាក្យប្តឹងទេដល់ពេលគេដាក់ពាក្យប្តឹងរករឿងគេថាខុសច្បាប់ខុសនីតិវិធីឡប់អត់ដឹងខ្ចល់អីលាក់នឹងលាក់អីចឹងទៅហើយចុងក្រោយអត់ជ្រុះប្រឡេកពីក្បាលអត់ចុះអីតែមានសពបែបយ៉ាងទៅហើយដល់ពេលគេប្រមូលលុយដើម្បីជួលមេធាវីចាប់ផ្ដើមមករករឿងថាជាឱកាសប្រមូលលុយដាក់ហឹបកេះអីណានទៀតដែរប៉ុន្តែបងប្អូនកុំជួយក្បាលកុំទៅរវល់ឬដុំថ្មចោលឆ្កែប្រជាពលរដ្ឋខ្មែរនៅអាមេរិកនេះមកត្រឹមម្នាក់$10សម្រាប់ចូលលុយដើម្បីឲ្យមេធាវីទៅប្តឹងទៅតុលាការដើម្បីរកយុត្តិធម៌ឲ្យកម្ពុជាខ្ញុំថាកុំថាលើ$10 $100ក៏បងប្អូនយើងចូលដែរព្រោះនេះគឺជាសមានចិត្តដើម្បីយើងរកអ្វីដែលជាយុត្តិធម៌ឲ្យស្រុកយើងតើវាអស់អីទៅ$100ហ្នឹងញ៉ាំអាហារ2-3ពេលនៅអាមេរិកហ្នឹងបងប្អូនយើងមិនចិត្តចង្អៀតអញ្ចឹងឯងហើយកុំទៅឈឺក្បាលរឿងថាអូតាគេប្រមូលស្រោមសបុតហ្នឹងគឺចែកលុយគ្នាយើងទៅអរគុណគេទៅពួកគេធ្វើការដោយស្ម័គ្រចិត្តទេគ្មានប្រាក់ខែមួយរៀលដោយអស់លោកស៊ីប្រាក់ខែរដ្ឋតែមិនធ្វើអាការងារហ្នឹងផងវាត្រូវយើងត្រូវជេរមន្ត្រីខ្មែរស្ដីឲ្យស្ដីបន្ទោសមន្ត្រីខ្មែររដ្ឋាភិបាលខ្មែរវិញដែលបើកប្រាក់ខែសោះអត់ព្រមធ្វើកិច្ចការងារអញ្ចេះហើយដល់ឲ្យគ្នាអ្នកស្ម័គ្រចិត្តប្រមូលលុយប្រមូលទៅធ្វើម៉េចដើម្បីជួយគ្នាមិនអញ្ចឹងនេះគឺជាកម្លាំងសាមគ្គីដោយសទ្ធាជ្រះថ្លារបស់ពួកគាត់តាមានតែឈឺក្បាលអីពួកគាត់ម្លេះឲ្យតែគាត់បានដាក់ទៅជួយគ្នាទៅបាទឥឡូវនេះគាត់ថានឹងប្រមូលលុយនៅរដូវនៅទីក្រុងប៉ារីធំមួយក៏ធ្វើពិធីបុណ្យរាត្រីសមោលសោឲ្យមួយបងប្អូនចាំមើលទៅនៅថ្ងៃទី14ខែកុម្ភៈត្រូវនឹង Valentine's Day ដែលទិវានៃក្តីស្រឡាញ់នោះគឺគាត់ប្រមូលប្រាក់ដើម្បីយកលុយហ្នឹងទៅជួយជួលមេធាវីដើម្បីធ្វើឲ្យសំណុំរឿងគាត់ហ្នឹងអាចទៅមុខកាន់តែលឿនខ្ញុំថាបើចំពោះខ្ញុំនិយាយឲ្យស្មោះសូមបងប្អូនជួយពួកគាត់ទៅជាសទ្ធាជ្រះថ្លាហើយចង់ឲ្យអ្នកណាជេរប្តីជេរស្ដីបន្តិចផ្ដាសាពីរឿងសទ្ធានេះគឺឲ្យគេទូលរែកតាមនឹងទៅព្រោះអីយើងធ្វើបុណ្យបងប្អូនវាជាកម្លាំងសទ្ធាជ្រះថ្លារបស់បងប្អូនទេដូច្នេះយើងនិយាយទៅគឺសទ្ធានឹងចិត្តបុណ្យយើងជួយជាតិយើងកុំសួរថាជាតិយើងជួយអីយើងបានយើងសួរថាយើងអាចជួយអីដល់ជាតិយើងបានតាមកម្លាំងសទ្ធានេះគឺជាអំពើបុណ្យមួយដ៏ថ្លៃថ្លាបំផុតដែលមិនអាចកាត់ថ្លៃបានទេបងប្អូនឥឡូវនេះគឺទី2គឺតាក់ទងកម្ពុជាតវ៉ាប្រឆាំងថៃនេះកម្ពុជាយើងអារឿងដាក់ពាក្យប្តឹងទៅតុលាការអន្តរជាតិអត់មានទេប៉ុន្តែបើតវ៉ាវិញណា700លើកហើយខ្ញុំជឿថាប្រហែលឡើងជាង700ព្រោះអីលោកប៉ែនបូណាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាថ្ងៃមុននិយាយថាគ្រាន់តែតវ៉ាប្រឆាំងថៃឬក៏ជួនដំណឹងថ្កោលទោសហ្នឹងគឺជិត700ដងឥឡូវនេះប្រហែលជាអាចលើសពី700ដងហើយនេះម្ដងមកនេះហើយថ្ងៃនេះកម្ពុជាគឺចេញសេចក្តីតវ៉ាប្រឆាំងថៃទៀតគឺករណីនាំប៉ូលីសបរទេសចូលលុកលុយតំបន់កាស៊ីណូអូស្មាច់ជ្រៅចូលនៅក្នុងដីខ្មែរខ្ញុំម្សិលមិញខ្ញុំបានផ្សាយដែរខ្ញុំថាបើកម្ពុជាអត់តវ៉ាប្រឆាំងថៃទេគឺយើងនឹងច្បាស់ជាឲ្យថៃស៊ីផុយហើយខ្ញុំសូមកោតសរសើររដ្ឋាភិបាលកម្ពុជាដោយស្មោះអស់ពីដួងចិត្តដែលថាការដែលតវ៉ានេះគឺជាជំរើសដ៏ត្រឹមត្រូវបំផុតព្រោះយើងជារដ្ឋអធិបតេយ្យយើងត្រូវតែតវ៉ាប្រឆាំងនឹងថៃដែលនាំទៅហ៊ានរំនាំមន្ត្រី